ជំរាបសួរបងប្អូននេះគឺជាក្រូចងងឹតសម្រាប់ធ្វើភេសជ្ជៈបងប្អូនដឹងទេថាក្រូចងងឹតមានពីរប្រភេទសម្រាប់ធ្វើសម្លហើយនិងធ្វើភេសជ្ជៈគឺផ្សេងគ្នាបងប្អូនយើងអាចយកក្រូចងងឹតស្លហ្នឹងយើងអាចយកមកធ្វើភេសជ្ជៈបានប៉ុន្តែតើតើយើងដឹងប្រភពច្បាស់ថាគេធ្វើដាក់អីព្រោះថាអ្នកខ្លះគេយកទៅស្លអញ្ចឹងគេដាក់ទឹកត្រីបងប្អូនដល់ពេលយើងយកមកធ្វើភេសជ្ជៈគឺវាអត់ត្រូវទេអញ្ចឹងបើយើងធ្វើខ្លួនឯងគឺយើងធ្វើសម្រាប់ដាក់ភេសជ្ជៈតែម្ដងជាដំបូងយើងលាងក្រូចនឹងឲ្យស្អាតមែនតែនហ្មងព្រោះថាក្រូចបេះមកវាមានធ្លាក់មានអីអញ្ចឹងណាហើយខ្លះនៅក្លែវាមានចៃអីតោអញ្ចឹងយើងលាងឲ្យវាស្អាតសិនចាំយកវាទៅស្រោះទឹកដោយសារតែក្រូចហ្នឹងវាមានលាយចាស់លាយខ្ចីអញ្ចឹងយើងត្រូវទៅស្រោះហើយស្រោះវាឲ្យចេញអាជាតិហាងនឹងខ្លះបើយើងអត់ស្រោះយកទៅហាលហ្មងវាបើក្រូចចាស់វាឆ្ងាញ់តែបើក្រូចខ្ចីវាអត់នេះវាហាងខ្លាំងណាបងប្អូនសបកវាហ្នឹងណាតែបើយើងស្រោះចេះវាបាត់ហាងខ្លះចឹងពេលដែលយើងស្រោះវាមិនស្រោះយូរទេបងប្អូនស្រោះប្រហែលជាតាធំ1នាទីជាងអីហ្នឹង2នាទីអីហ្នឹងអស់ហើយបងប្អូនអត់ស្រោះយូរទេស្រោះយូរវាឆ្អិនវាទៅជាឆ្អិនក្រូចវិញហើយកូរត្រឡប់អញ្ចឹងទៅឲ្យវាចេញជាតិហាងកូរវាឲ្យរៀងទីទៅយើងដាក់វាចោលក៏បានតែខ្ញុំអាសាខ្ញុំកូរវាអញ្ចឹងទៅឲ្យវាចេញហាងចេញដល់ពេលហើយស្រង់វាយកមកដាក់ហាលឲ្យស្ងួតបងប្អូនហាលរយៈពេល3-4ថ្ងៃអីហ្នឹងឲ្យវាស្ងួតបន្តិចស្ងួតសបកល្អហើយយើងមើលអាណាបែកដាក់ផ្សេងអាណាល្អដាក់ផ្សេងដោយសារអាបែកហ្នឹងឆាប់បានញ៉ាំអាបែកហ្នឹងធ្វើឆាប់បានញ៉ាំជាងអាមូលដោយសារវាបែកវាចូលជាតិខ្លាំងជាងហ៎ចឹងតែយើងអត់អាចដាក់ចូលគ្នាបានទេព្រោះថាអាមានបែកហ្នឹងវាអាចដុះផ្សិតចឹងត្រូវដាក់ផ្សេងគ្នាហើយអាហ្នឹងបើយើងធ្វើកាន់ទុកកាន់តែរាប់ឆ្នាំកាន់តែឆ្ងាញ់ណាបងប្អូនវាចេញទឹកដមកាន់តែខ្លាំងអានេះខ្ញុំថ្លឹងពេលដែលស្ងួតហើយថ្លឹងវាជាមួយនឹងស្ករថ្លឹងវាបានប្រមាណយើងដាក់ស្ករពាក់កណ្ដាលពីវាណាបងប្អូនដាក់ស្ករពាក់កណ្ដាល 50% ពីក្រូចហ្នឹងពេលដែលយើងហាលហើយយើងយកវាមកថ្លឹងអញ្ចឹងមកស្ករដាក់ 50% ពីក្រូចនិយាយទៅក្រូចប្រមាណក៏ដោយត្រូវតែស្ករត្រូវតែ 50% ឬក៏ 70% អីអញ្ចឹងទៅតាមចំណូលចិត្តអ្នកញ៉ាំបើសិនជាយើងអត់ចូលចិត្តផ្អែមកុំដាក់ច្រើនពេកដាក់តែ 50% បានហើយដូចខ្ញុំអត់ចូលចិត្តផ្អែមទេអញ្ចឹងខ្ញុំដាក់តែ 50% ទេពីក្រូចណាថ្លឹងស្កររួចរាល់ហើយយើងយកវាទៅដាក់ជាមួយនឹងឆ្នាំងដាំទឹកវាហើយអត់ភ្លេចទេថែមជាមួយនឹងអំបិល2ស្លាបព្រា2កូនស្លាបព្រាតូចៗបងប្អូនព្រោះស្ករប៉ុណ្ណឹងវាត្រូវ2ស្លាបព្រាហ្នឹងมันឆ្ងាញ់ដាក់មួយហើយដាក់មួយទៀតមកពេលដែលយើងដាក់អំបិលហើយយើងដាក់ទឹកវាល្មមតាមម្លិចស្ករទេបងប្អូនមកម្លិចស្ករហ្នឹងគឺត្រូវជាមួយនឹងក្រូចហ្នឹងតែម្ដងដាក់លើចក្រានដាំវាឲ្យពុះចាំយកមកដាក់ជាមួយនឹងក្រូចពេលដែលពុះភ្លាមយកមកដាក់ជាមួយនឹងក្រូចភ្លាមគឺអត់ចាំពេលត្រជាក់ទេពេលដែលយើងកំពុងទៅដាំទឹកហ្នឹងគឺអត់កូរទេបងប្អូនស្ករអត់កូរទេបើសិនជាកូរស្ករហ្នឹងវាអាចបែកម្សៅអត់មានទឹកដមទេអញ្ចឹងទុកឲ្យវាពុះទៅតាមស្រួលរបស់វាហ្នឹងទៅឲ្យវាអាលាយតាមតវាអាលាយហ្នឹងណាបងប្អូនបើសិនជាយើងកូរគឺបែកម្សៅអត់ល្អទេអត់ចេញទឹកដមវាល្អទេអញ្ចឹងពេលដែលយើងវាចេញអាលាយចឹងអស់មកយើងយកមកចាក់វាតែម្ដងរៀបក្រូចដាក់កែវមករៀបក្រូចដាក់កែវហើយហ្នឹងវារៀងចុះត្រជាក់បន្តិចដែរដាក់ចូលទៅសកត់វាឲ្យណែនព្រោះថាក្រូចហ្នឹងវានឹងកែវហ្នឹងវាអត់ទាន់នេះវាអត់ទាន់ហាប់អញ្ចឹងយើងសកត់វាណែនដើម្បីពេលចាក់ទឹកទៅបានហាប់ល្អវាអត់អណ្តែតបើយើងអត់សកត់វាណែនវាអណ្តែត
តម្រាំតែយើងតម្រៀបក្រូចហើយទឹកវារៀងត្រជាក់បន្តិចឡើងត្រជាក់បន្តិចចឹងបងប្អូនចឹងទៅយើងអាចចាក់ចូលបានហើយធ្វើអាហ្នឹងយើងយកកែវថ្មបងប្អូនអត់អាចយកជ័រទៅដាក់បានទេជ័រលុះត្រាតែយើងដាក់ទឹកត្រជាក់ប៉ុន្តែដាក់ជ័រអត់ល្អទេព្រោះវាចេញជ័រដោយសារតែវាត្រូវដាក់5ថ្ងៃត្រូវអីទៀតណបងប្អូនយើងចាក់ទឹកក្តៅមែនបងប្អូនប៉ុន្តែយើងអត់អាចគ្របទាំងក្តៅទេយើងទុកឲ្យវាត្រជាក់សិនតើតាកែវត្រជាក់ទឹកត្រជាក់អាហ្នឹងយើងយកកំហបវាមកគ្របមកហើយយើងដាក់នៅកន្លែងដែលមានពន្លឺចេញចូលគ្រប់គ្រាន់ណាបងប្អូនហើយបើសិនជាយើងដាក់5ថ្ងៃក៏បានដែរអាហ្នឹងយើងដាក់វាដល់ពេញល្អបងប្អូនវាអត់អណ្តែតណាយើងដាក់វាណែនឲ្យពេញឥឡូវបាន3សប្តាហ៍ហើយបងប្អូន3សប្តាហ៍អាចយកមកភ្លក់បានប៉ុន្តែវាអត់ទាន់ឆ្ងាញ់ទេបងប្អូនទុកវាដល់ទៅ3ខែទៅ5ខែ1ឆ្នាំអីបានវាចេញទឹកដមល្អអាហ្នឹងទុកកាន់តែយូរកាន់តែល្អអញ្ចឹងបានយើងត្រូវប្រើកែវថ្មដោយសារតែកែវថ្មវាអត់មានចេញជាតិជ័រដូចជាកែវជ័រទេអញ្ចឹងយើងទុកយូរទៅវាអត់ប៉ះពាល់សុខភាពទេហើយវានៅរក្សាក្លិនបានល្អទៀតឥឡូវយើងយកវាមកញ៉ាំមកដោយសារតែវាអាចញ៉ាំបានហើយតែគ្រាន់តែវាអត់សូវឆ្ងាញ់អាហ្នឹងជាភេសជ្ជៈពៅកម្លាំងពីបុរាណណាបងប្អូនចាស់បុរាណចំនួនមុនគឺធ្វើអាហ្នឹងជាភេសជ្ជៈពៅកម្លាំងបែបធម្មជាតិល្អណាបងប្អូនហើយក្រូចហ្នឹងយើងដាក់វាមួយផ្លែត្រូវនឹងចំនួនកែវលេខ22បងប្អូនហើយទឹក2វែកហ្នឹងមកគឺឆ្ងាញ់ហើយប៉ុន្តែបើសិនជាបងប្អូនដែលចូលចិត្តផ្អែមគឺត្រូវថែមទឹកស្ករថែមតិចទៀតមិនឆ្ងាញ់តែសម្រាប់ខ្ញុំប៉ុណ្ណឹងគឺឆ្ងាញ់ហើយនេះវាអត់តន់ចេញទឹកដមទេបងប្អូនវានៅស្ទើឡើយទេប៉ុន្តែអាចញ៉ាំបានដោយសារតែយើងធ្វើបែបយកវាទៅស្រស់អញ្ចឹងណាយើងអាចញ៉ាំបានតែបើយើងយកវាទៅហាលញ៉ាំអត់ទាន់បានទេវាហាងខ្លាំងណាវានៅហាងខ្លាំងហើយយើងថែមទឹកក្តៅតិចទៀតណាបានអាចយកទៅញ៉ាំបានតែអញ្ចឹងវាដិតពេកអញ្ចឹង2វែកហ្នឹងថែមទឹកក្តៅប្រហែលជា1វែកកន្លះអីហ្នឹងទៀតទៅបងប្អូនតម្រូវកែវលេខ22ហ្នឹងគឺឆ្ងាញ់ល្មមបើយើងប្រើកែវលេខ32គឺទៅប្រើ2គ្រាប់ឬក៏1គ្រាប់កន្លះអញ្ចឹងទៅក្រូចកូរវាឲ្យចេញជាតិជូរមកបងប្អូនក្រូចហ្នឹងវានៅជាតិជូរពេលដែលវាចេញជាតិជូរមកជាមួយនឹងទឹកផ្អែមហើយជាមួយនឹងក្លិនឈ្ងុយបងប្អូនអើយញ៉ាំហើយមានកម្លាំងមាននេះទៀតបងប្អូនធ្វើឲ្យកយើងស្រឡះល្អទៀតអានេះតកកវាស្ទើបន្តិចខ្ញុំថែមតកកបន្តិចទៅហើយដាក់វាសបកហ្នឹងដាក់តិចគល់លើបន្តិចមកឲ្យវាស្រស់ស្អាតសម្រាប់ក្រូចមួយកែវហ្នឹងបើសិនជាយើងចង់បានជូរគឺថែមក្រូចមួយទៀតដែរបងប្អូនបានជូរដោយសារតែនេះយករសជាតិជូរអែមល្មមឆ្ងាញ់ហ្មងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនា